សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Nation Learning ថ្ងៃនេះខ្ញុំមានវីដេអូមួយដើម្បីប្រាប់បងប្អូនទាំងអស់គ្នាអំពីការបង្កើត account Google Chrome ដោយប្រើ student ណាអញ្ចឹងវានៅសល់រយៈពេល10ថ្ងៃទៀតប្រកបថ្ងៃ30អញ្ចឹងបើបងប្អូនអត់ទាន់បានបង្កើតទេបងប្អូនបង្កើតឲ្យហើយទៅ Yes បងប្អូនអាហ្នឹងដោយសារវា free អញ្ចឹងហើយយើងអាចយក generate video បានហើយ generate video នៅក្នុង account ដូចជា limit ទេបងប្អូនត្រូវការប្រើ credit អញ្ចឹងណាអញ្ចឹងបងប្អូនបង្កើតច្រើន account ទៅដើម្បីយើងងាយស្រួលក្នុងការ generate ដោយសារមួយ account ដូចជា limit មួយថ្ងៃស្ទង់4ឬក៏5វីដេអូទេអញ្ចឹងបើបងប្អូនអត់ទាន់បាន subscribe to student ដើម្បីយក Google Pro free រយៈពេល15ខែទេអញ្ចឹងបងប្អូនទូរាន់ឡើងហើយថ្ងៃខ្ញុំមានកលឹះមួយបងប្អូនដោយសារឃើញបងប្អូន comment ច្រើនមែនតើតាក់ទងបញ្ហាបង្កើតអត់បានអញ្ចឹងហើយយើងអត់មានអីតំណែងគ្នាខ្ញុំក៏សម្រេចចិត្តបង្កើត channel នេះមួយyeah ចឹងបងប្អូនអាច join មកមានចង្អល់អ្វីបងប្អូនអាចcomment full ក្រោមហ្នឹងមកខ្ញុំប្រាប់ reply អញ្ចឹងអានេះជា group chat មួយซึ่งមានបញ្ហាអីបងប្អូនអាចតម្លាក់នៅខាងក្រោមនេះមកខ្ញុំ reply ដោយសារបងប្អូន comment ខ្ញុំអត់ដឹងថា reply ឬក៏អត់ដឹងថាបញ្ហាបងប្អូននៅត្រង់ចំណុចណាអញ្ចឹងទៅអត់ដឹងថាត្រូវដោះស្រាយបងប្អូនមិនអញ្ចឹងបងប្អូនមានបញ្ហាអាច comment ឬក៏អាចតម្លាក់នៅក្នុង channel Telegram ទៅខ្ញុំនឹងដោះស្រាយជូនឬក៏ខ្ញុំនឹងផ្ដល់ច្បល់អញ្ចឹងណាអូខេបងប្អូនអញ្ចឹងតាក់ទងមួយទៀតគឺបើបងប្អូនបង្កើត account ច្រើនហើយបងប្អូនអត់ផ្លាស់ប្ដូរ IP ឬក៏ផ្លាស់ប្ដូរ state ទេមានន័យថាលេខ postal code ណាអញ្ចឹងក៏វាអត់អាចបង្កើតបានច្រើនដែរអញ្ចឹងបងប្អូនចង់បង្កើតច្រើនបងប្អូនត្រូវអាសាដូរហ្នឹងដូចជាបង្កើតមួយ account ពី account ទៅយើងដូរ IP ដូរpostal code ហ្នឹងអញ្ចឹងណាបងប្អូនចាំមួយថ្ងៃបង្កើតបានក៏បានដែរអីទេតែបើបងប្អូនអត់ដូរទេអាហ្នឹងវា limit វាចាប់យើងបានណាថាយើងណៃដដែលបង្កើត spam អញ្ចឹងណាអូខេចឹងវីដេអូនេះមានតែប៉ុណ្្នឹងហើយបងប្អូនមិនមានចង្អល់អ្វីកុំភ្លេច comment នៅខាងក្រោមវីដេអូនេះឬក៏ចូលទៅ channel Telegram ទៅខ្ញុំនឹងព្យាយាមដោះស្រាយជូនបងប្អូនអូខេជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយៗទៀត